សួស្តីបងប្អូនអរគ្នាហ្នឹងហើយខ្ញុំមានមតិតិចតួចបងប្អូនអញ្ចឹងណាអញ្ចឹងរាល់សកម្មភាពវីដេអូដែលខ្ញុំធ្វើបងប្អូនខ្ញុំចង់ឲ្យខ្មែរនិងខ្មែរគឺរួបរวมគ្នាឲ្យខ្លាំងបងប្អូនណាពេលវេលានេះបើយើងបែកបាក់បងប្អូនបានអីមកវិញណាបងប្អូនគឺខាតបងអ្វីទាំងអស់ណាពេលវេលានេះយើងអត់អាចឲ្យអង្គអង្គើនៅផ្ទៃក្នុងឬមួយក៏ប្រជាពលរដ្ឋជាមួយនឹងកងទ័ពជាមួយនឹងរាជរដ្ឋាភិបាលបែកបាក់គ្នាទេមានមតិខ្លះពេលខ្ញុំនិយាយចាហើយចេញម៉ូតូចេញមកទេតាមពិតបងប្អូនខ្ញុំអត់ចង់ធ្វើអញ្ចឹងទេបងប្អូនវិភាគជាមួយនឹងខ្ញុំសបុកសមោចមួយបើកាលណាសមោចនៅរាប់ម៉ឺនរាប់លានសមោចសួរតែបងប្អូនហ៊ានប៉ះហើយអត់បងប្អូនច្បាស់ជាអត់ហ៊ានប៉ះទេប៉ុន្តែបើសិនជាវងសមោចនោះពេលរបៀបបែកពេលរបៀបរត់ចេញអស់ណាបងប្អូនណាវាមានមួយកន្លែងមានតិចតួចបងប្អូនពិតជាហ៊ានហើយហ៊ានទាំងវាយហ៊ានទាំងសម្លាប់ទៀតហ៊ានទាំងកំតិចកន្លែងនោះចោលទៀតណាបងប្អូនណាអញ្ចឹងខ្ញុំវិភាគបងប្អូនមានន័យថាពេលវេលានេះបើយើងបែកបាក់គឺយើងស្លាប់បើយើងរួបរមគឺយើងខ្លាំងណាបងប្អូនណាប្រមូលផ្ដុំរស់បើយើងបែកបាក់គឺយើងស្លាប់បើខ្ញុំឧទាហរណ៍ថាបើសិនជាប្រទេសជាតិយើងវឹកវរក្នុងផ្ទៃក្នុងដូចដែលគេព្យាយាមធ្វើមែនណាបងប្អូននឹងខាត់បងច្រើនពេលវេលានេះគឺសក់អ្នកណាក៏បានហ្នឹងខ្ញុំជឿថាប្រជាពលរដ្ឋដឹងតែរត់គ្រប់គ្នាហើយណាអ្នកខ្លះរត់ទៅសុកគេអ្នកខ្លះរត់ទៅនេះគឺសក់អ្នកណាក៏បានហ្នឹងហើយស្លាប់រៀងៗខ្លួនបងប្អូនណាទឹកដីយើងក៏កាត់ទឹកដីយើងក៏ខាត់បងច្រើនណាសេដ្ឋកិច្ចយើងក៏ធ្លាក់ប្រទេសជាតិយើងនឹងធ្លាក់ក្នុងភ្លើងសង្គ្រាមមួយដែលយើងពិបាកនឹងស្រោចស្រង់ឡើងមកវិញបងប្អូនអញ្ចឹងពេលវេលានេះយើងគួរតែមានបណ្ណាយើងគួរតែរួបរวมគ្នាប៉ុណ្ណឹងសិនកុំតាន់គិតអ្វីទៀតណាបងប្អូនណាអញ្ចឹងនេះជាចំណុចរបស់ខ្ញុំជាកំណត់របស់ខ្ញុំដែលខ្ញុំធ្វើរាល់ដងគឺខ្ញុំចង់ឲ្យខ្មែររួបរวมព្រោះយើងបែកបាក់ស្លាប់មករាប់ចំនួនមកហើយយើងជាដូនតារបស់គេគឺពេលវេលានេះគឺយើងត្រូវតំណគ្នាធ្វើគឺយើងនាំតែគ្នាត្រូវគួរតែនាំគ្នារួបរวมណាបងប្អូនណាគេបែកបាក់ពីសម័យមុនយើងគុំនិយាយតែសម័យយើងនេះគឺយើងត្រូវតែរួបរวมយើងស្លាប់ទៅយើងនឹងចារក្នុងប្រវត្តិសាស្ត្រថាយើងគឺជាដូនតាដ៏ល្អកណ្ដិតរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្ណឹងបងប្អូនខ្ញុំចង់ឲ្យខ្មែរនឹងរួបរวมណាបងប្អូនណាអញ្ចឹងគ្រាន់តែពាក្យសម្ដីបងប្អូនមើលនឹងគេនិយាយគេថាគេបំបែកបាក់យើងបងប្អូនជឿតាមគេប៉ុន្តែការអនុវត្តធ្វើគឺវាខុសជាក់ស្ដែងនឹងយើងនិយាយបងប្អូនណាมันខុសពីអ្នកធ្វើហើយនឹងអ្នកនិយាយអ្នកនិយាយគឺស្រួលប៉ុន្តែអ្នកគេធ្វើគេលំបាកច្រើនណាបងប្អូនគេអ្នកធ្វើគឺគេនឹងបានផ្លែផ្កានឹងបានផលប៉ុន្តែអ្នកដែលនិយាយគឺអត់មានបានអីទេចឹងក្នុងនាមខ្ញុំជាយុវជនខ្ញុំទទួលដដែលសូមឲ្យយុវជនវិជាពលរដ្ឋទាំងអស់គ្នាពេលវេលាត្រូវតែរួមគ្នាជាមួយនឹងកងទ័ពជាមួយនឹងរាជរដ្ឋាភិបាលទាំងអស់គ្នាក្នុងប្រទេសយើងគួរតែរួមគ្នាដើម្បីកម្ចាត់សត្រូវក្នុងដំណាក់កាលប្រទេសយើងនៅក្នុងចំណុចមួយណាក៏ដោយយើងគួរតែគ្រប់គ្រងនៅអ្វីយើងកំពុងតែមានដើម្បីជាតិសាសន៍របស់យើងដើម្បីប្រជាពលរដ្ឋយើងដើម្បីដូនតារបស់យើងដើម្បីយុវជនរបស់យើងទៅចំនួនក្រោយណាបងប្អូនណាខ្ញុំមានមតិតែប៉ុណ្ណេះសូមបងប្អូនស្ដាប់ឲ្យមានការពិចារណាគិតឲ្យបានវែងឆ្ងាយអរគុណច្រើន